បាទជំរាបសួរដល់ពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គមទាំងអស់យើងឥឡូវយើងមិនដឹងពីរបៀបយើងធ្វើទៅរៀនណាជីដែលយើងធ្វើស្លឹកនោះគឺយើងប្រើប្រភេទជី16បាទសម្រាប់យើងធ្វើស្លឹកវាឲ្យស្លឹកវាលាស់ត្រួយលាស់អីមកស្អាតណាបាទពុកម៉ែបងប្អូនយើងបាទនេះជាបទពិសោធន៍មួយសម្រាប់ចែកចម្លែកបាទដល់វ័យវគ្គការនេះគឺយើងប្រើជីផ្សេងគឺយើងប្រើប្រភេទជីបាទ8 24 24ឬ9 24 24បាទនេះជាប្រភេទជីដែលសម្រាប់យើងលេងផ្កាវ័យដែលយើងធ្វើផ្កាបង្ខំឲ្យវាចេញផ្កាឬដាក់ជំនួយផ្កាអីហ្នឹងគឺយើងប្រើប្រភេទនេះបាទប្រភេទ9 24 24នេះឬ8 24 24បាទឬក៏4 24 24ក៏មានដែរបាទនេះជាបទពិសោធន៍មួយសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនយើងជាកសិករខាងដំណាំទុរេនទាំងអស់ហើយដល់វ័យវគ្គផ្លែនេះបាទវគ្គផ្លែអាយុ30ថ្ងៃនេះគឺយើងត្រូវការយើងដាក់ប្រភេទជីបាទប្រភេទជីម្យ៉ាងជី12 12 17បាទសម្រាប់ជំនួយផ្លែអាយុ20ថ្ងៃឡើងទៅយើងចាប់ផ្ដើមជំនួយផ្លែវាដាក់ផ្លែជំនួយដាក់12 12 17សម្រាប់យើងជំនួយផ្លែដែលនៅតូចៗបាទពេលផ្លាស់ប្ដូរពីមួយវគ្គទៅមួយវគ្គចូលវ័យបាទចូលវ័យផ្លែ40ថ្ងៃនេះបាទវ័យចូល40ថ្ងៃនេះគឺយើងត្រូវការដាក់វគ្គផ្សេងពុកម៉ែបងប្អូនយើងបាទដល់វ័យត្រូវ40ថ្ងៃឡើងនេះគឺយើងចាប់ផ្ដើមដូរដាក់វគ្គផ្សេងគឺដាក់ប្រភេទ G លេខ10លេខ5លេខ20នេះបាទនេះជាបទពិសោធន៍មួយសម្រាប់តិចនិចអ្នកធ្វើទៅរៀនទាំងអស់ហើយខ្ញុំក៏ចង់ចែកម្លែកដល់ពុកម៉ែបងប្អូនយើងដែរគឺវ័យនេះយើងដាក់បានជីបានមួយសាឬពីរសាបាទគឺយើងដល់ដំណាក់កាលទៅយើងត្រូវផ្លាស់ប្ដូរវាដែរតាមផ្លាស់ប្ដូរតាមវ័យបាទគឺដល់វ័យផ្លែប៉ុណ្នេះគឺផ្លែ60ថ្ងៃ70ថ្ងៃនេះយើងអាចនឹងដូរមកប្រើប្រភេទជីថ្មីទៀតគឺដើម្បីបង្កើនសាច់បាទគឺប្រភេទ G13 4 25បាទនេះយើងដាក់ G13 លេខ4 25នេះគឺដើម្បីយើងពង្រីកសាច់បន្ថែមសាច់ទៅដល់ទុរេនឲ្យទុរេនរបស់យើងវាសាច់ល្អហើយនឹងអរគុណរាល់ការចុច like ចុច share និងដល់បងប្អូនយើងទាំងអស់គ្នាផងដែរដែលតែងតែគាំទ្ររាល់វីដេអូ